រ៉ង់បានបដិសេធដោយនិយាយថាគ្មានកិច្ចចរចាណាមួយដែលផ្ទាល់រវាងសហរដ្ឋអាមេរិកឡើយក្រោយលោកដូណាល់ត្រាំបានផ្អាកវាយប្រហារទៅលើបណ្ដាញអគ្គិសនីរបស់ប្រទេសខ្លួនអ៊ីរ៉ង់កាលពីថ្ងៃច័ន្ទទី23ខែមីនាឆ្នាំ2026បានបដិសេធថាខ្លួនមិនបានចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសការផ្អាកវាយប្រហារកំទេចបណ្ដាញផ្គត់ផ្គង់អគ្គិសនីរបស់អ៊ីរ៉ង់ជាមួយការអះអាងពីកិច្ចចរចាប្រកបដោយផ្លែផ្កាឆ្ពោះទៅរកការបិទបញ្ចប់សង្គ្រាមនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីអឺរ៉ុបម្នាក់បាននិយាយថាខណៈមិនទាន់មានកិច្ចចរចាដោយផ្ទាល់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់អេស៊ីបប៉ាគីស្ថាននិងបណ្ដាប្រទេសក្នុងតំបន់ឈូសមុទ្របានបញ្ជូនសាររៀងៗខ្លួនឲ្យទៅកាន់អ៊ីរ៉ង់ក្នុងគោលដៅសាកល្បងសម្របសម្រួលឲ្យមានកិច្ចចរចាបិទបញ្ចប់សង្គ្រាមមន្ត្រីប៉ាគីស្ថានម្នាក់ថែមទាំងបានប្រាប់ Reuters ទៀតផងថាកិច្ចចរចាដោយផ្ទាល់ដើម្បីបិទបញ្ចប់សង្គ្រាមអាចនឹងត្រូវបានធ្វើឡើងក្នុងទីក្រុងអ៊ីស្លាមាបាតក្នុងពេលឆាប់ៗឬអាចក្នុងសប្តាហ៍នេះតែម្ដងនៅលើបណ្ដាញទំនាក់ទំនងសង្គមត្រាសសលលោកត្រាំបានសរសេរថាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មានកិច្ចសន្ទនាដ៏ល្អនិងប្រកបដោយផ្លែផ្កាអំពីដំណោះស្រាយបិទបញ្ចប់អរិយភាពទាំងស្រុងនៅក្នុងតំបន់មជ្ឈមបូព៌ាដូច្នេះលោកបានសម្រេចចិត្តផ្អាកការវាយប្រហារកំទេចបណ្ដាញគ្រប់គ្រងអគ្គិសនីរបស់អ៊ីរ៉ង់រយៈពេល5ថ្ងៃបន្ទាប់ពីលោកផ្ទាល់បានគម្រាមថានឹងកំទេចបណ្ដាញអគ្គិសនីអ៊ីរ៉ង់ក្នុងពេល48ម៉ោងប្រសិនបើតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រហូម៉ូសឡើងវិញទាំងស្រុងទេនោះការប្រកាសផ្អាកឲ្យសន្និបាតរបស់លោកត្រាំបានធ្វើឲ្យទីផ្សារភាគហ៊ុនឡើងថ្លៃរីឯតម្លៃប្រេងធ្លាក់ចុះមកនៅក្រោម$100ក្នុងមួយបារ៉ែលកាលពីថ្ងៃច័ន្ទតាមលោកត្រាំបេសកជនពិសេសអាមេរិកលោក Steve Witkoff និងកូនប្រសារប្រុសរបស់លោកគឺលោក Jared Kushner ដែលជាអ្នកដឹកនាំកិច្ចចរចាជាមួយអ៊ីរ៉ង់មុនពេលផ្ទុះសង្គ្រាមឡើងបានបើកកិច្ចពិភាក្សាជាមួយមន្ត្រីកំពូលម្នាក់របស់អ៊ីរ៉ង់កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុនហើយបន្តដល់ថ្ងៃច័ន្ទម្សិលមិញលោកត្រាំមិនបានបញ្ជាក់ថាតើមន្ត្រីកំពូលអ៊ីរ៉ង់រូបនោះជានរណានោះទេដោយគ្រាន់តែនិយាយថាយើងបានពិភាក្សាជាមួយបុរសម្នាក់ដែលខ្ញុំជឿថាជាមេដឹកនាំម្នាក់គួរឲ្យគោរពបំផុតមន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថាដៃគូសន្ទនាខាងភាគីអ៊ីរ៉ង់គឺជាប្រធានសភាអ៊ីរ៉ង់លោក Mohammad Baskar Khalibas ប៉ុន្តែលោក Khalibas បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ដោយបដិសេធថាមិនមានកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេហើយថាការលើកឡើងរបស់លោកត្រាំគ្រាន់តែជាការនិយាយបំភ្លៃការពិតនិងចោះក្រឡុកទីផ្សារហិរញ្ញវត្ថុក៏ដូចជាឲ្យប្រេងធ្លាក់ថ្លៃតែប៉ុណ្ណោះ